Hello ក៏ដូចជាសួស្តីអ្នកនរគ្នាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងមកបង្ហាញអ្នកនរគ្នាអំពីរបៀបចូលទៅលុប Gmail ចាស់ឬក៏ Gmail ដែលខូចចេញពី account Facebook របស់យើងអញ្ចឹងមុននឹងចាប់ផ្ដើមវីដេអូក៏រំខានអ្នកនរគ្នាកុំភ្លេចជួយចុច Subscribe ខ្ញុំម្នាក់មួយផងហ្នឹងហើយដើម្បីទទួលបានវីដេអូចែកម្លែកថ្មីៗពី Channel ខ្ញុំបន្ថែមទៀតអញ្ចឹងឥឡូវកុំឲ្យខាត់ពេលយូរយើងទៅធ្វើការលុបអ្នកនរគ្នាហ្នឹងហើយជំនាញដំបូងអ្នកនរគ្នាគ្រាន់តែចូលមកកាន់ account Facebook របស់យើងមកហ្នឹងហើយបន្តមកទៀតយើងចូលមកកន្លែង profile របស់យើងមកនេះកន្លែង profile របស់យើងហើយយើងយកត្រី3ខាងលើបន្តមកទៀតយើង scroll ទៅលើបន្តិចហើយយើងមករកពាក្យថា setting and privacy បន្តមកទៀតយើងយកពាក្យថា setting កន្លែងនេះអញ្ចឹងកន្លែងនេះយើងប៉ះខាងលើមួយទៅហ្នឹងហើយយើងអាចធ្វើការ search ក៏បានដែរហ្នឹងហើយតែកន្លែងនេះយើងប៉ះខាងលើមកស្រួលយើងប៉ះខាងលើនេះមួយបន្តមកទៀតយើង scroll ទៅលើយើងមករកពាក្យថា personal detail កន្លែងនេះយើងប៉ះលើវាមួយទៅតមកយើងយកខាងលើអញ្ចឹងមកដល់កន្លែងនេះវានឹងបង្ហាញជាមួយនឹង Gmail ឬក៏លេខទូរស័ព្ទដែលយើងបានភ្ជាប់ជាមួយនឹង account Facebook របស់យើងហើយអញ្ចឹងបើយើងចង់លុបមួយណាយើងចុចលើមួយនឹងទៅហ្នឹងហើយអញ្ចឹងដូចនៅក្នុងនេះអញ្ចឹងខ្ញុំចង់លុបជាមួយនឹង Gmail អញ្ចឹងខ្ញុំចុចលើ Gmail អញ្ចឹងមកដល់កន្លែងនេះខ្ញុំសុំ screenshot មួយមកដល់កន្លែងនេះយើងនឹងឃើញពាក្យថា delete email អញ្ចឹងយើងប៉ះលើវាមួយទៅនេះអាខំក្រោមនេះបន្តទៀតយើងចុចយកពាក្យថា delete យកពាក្យថា delete អញ្ចឹងនេះងាយវាអត់ចាំបាច់ឲ្យយើង verify ជាមួយនឹងលេខកូដឬក៏អីញ៉ៃទេអញ្ចឹងនេះអញ្ចឹងវាដាក់ថា your delete your previous email អញ្ចឹងមានន័យថាយើងបានជោគជ័យហើយអញ្ចឹងដល់កន្លែងនេះយើងអាចថយក្រោយមកវិញមកយើងមកមើលវិញនេះអញ្ចឹងវាបាត់ Gmail មួយ Gmail ដែលខ្ញុំបានលុបចេញវិញគឺវាលុបចេញបាត់ហើយអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេហ្នឹងហើយសង្ឃឹមថាអ្នកនរគ្នាធ្វើបានជាចុងក្រោយកុំភ្លេចជួយចុច Subscribe ខ្ញុំម្នាក់មួយផងហ្នឹងហើយជួបគ្នានៅវីដេអូក្រោយបាយបាយ